một căn nơi trên nàyរបស់ខ្ញុំបាទក៏ដូចជា page របស់ខ្ញុំបាទហើយនៅថ្ងៃនេះក៏ខ្ញុំមានសេចក្តីរីករាយនៅក្នុងការចែករំលែកជូននៅ clear ភាសាអង់គ្លេសមួយដែលខ្ញុំបាន scroll ចូលទៅក្នុងប្រព័ន្ធ social media គឺ Facebook ខ្ញុំឃើញថាគេសរសេរថា that small salary is better than waiting for someone to give you the money. Be proud of yourself. So what does it mean ថាតើវាមានអត្ថន័យយ៉ាងណាហើយបងប្អូនអាចធ្វើការ follow up this video and you get what you want to know about. But before we go into there មុនពេលដែលយើងចូលទៅក្នុង a deep meaning of this lesson, please like and subscribe and follow my page to get more because this video ពីព្រោះថាវីដេអូមួយនេះគឺខ្ញុំត្រូវបានធ្វើការបង្កើតឡើងនៅក្នុងលក្ខខណ្ឌមួយនៅក្នុងកំឡុងពេលដែលខ្ញុំធ្វើការមានន័យថាខ្ញុំឆ្លៀតដើម្បីសម្រាប់ចែកជូនទៅដល់បងប្អូនបាទអញ្ចឹងកុំឲ្យខាតពេលយូរយើងទៅទាំងអស់គ្នា Here we go បាទសូមជម្រាបសួរសាជាថ្មីម្ដងទៀតទាក់ទងទៅនឹង clear មួយដែលគេថា that is small salary is better than waiting for someone to give you money and be proud of yourself your hustle បាទចឹងនៅក្នុង clear នេះគឺគេនិយាយថាលុយប្រាក់ខែបន្តិចបន្តួចវាគឺមានសារៈសំខាន់ជាងដែលអង្គុយចាំឲ្យនរណាម្នាក់ឲ្យលុយមកដល់យើង So be proud of your hustle បាទ hustle នេះគឺមានន័យថាគឺជាដំណើរការនៅក្នុងការរកស៊ីចិញ្ចឹមជីវិតតាមរយៈការធ្វើកិច្ចការងារទាំងឡាយណាដែលជាប្រយោជន៍សម្រាប់ខ្លួនឯងនិងសម្រាប់មនុស្សជុំវិញខ្លួននៅក្នុងន័យអប់រំនៅក្នុងតាក់ទងទៅនឹង clear នេះគឺគេ inspiration people who want to be the work and don't look down yourself and don't look down your salary ឬក៏កុំធ្វើការមើងងាយទៅលើកិច្ចការងារដែលយើងធ្វើទោះបីជាស្ថិតនៅក្នុងកលៈទេសៈណាក៏ដោយឬក៏របៀបណាក៏ដោយឬក៏ប្រភេទកិច្ចការងារណាក៏ដោយវាគឺសុទ្ធសឹងតែជាកិច្ចការងារដែលល្អបំផុតសម្រាប់យើងចិញ្ចឹមជីវិតពីព្រោះថាអត់មាននរណាមួយមកទទួលខុសត្រូវគេហៅថា no someone responsible for you គ្មាននរណាម្នាក់នៅក្នុងការទទួលខុសត្រូវទៅលើជីវិតរបស់យើងនោះទេអញ្ចឹងហើយបានគេដាក់ clear មួយថា that is small salary ទោះបីជាវាជាលុយកាក់ឬក៏ជាកំតិចកំទីតូចតាចលុយសម្រាប់នៅក្នុងកសែភ្នែកដទៃក៏ដោយក៏ប៉ុន្តែវាគឺជាការល្អប្រសើរបំផុតនៅក្នុងការរងចាំទទួលឲ្យនរណាម្នាក់ជួយដល់យើងអញ្ចឹងហើយបានគេឲ្យយើង be proud of your hustle សូមធ្វើការរីករាយជាមួយនឹងកិច្ចការងារដែលយើងធ្វើដើម្បីចិញ្ចឹមជីវិតនិងមនុស្សជាទីស្រឡាញ់របស់យើងអូខេហើយបើសិនជាយើងគិតថាយើងអត់មានជំនាញយើងទៅរៀនជំនាញបើយើងគិតថាអត់ចេះយើងទៅរៀនដើម្បីឲ្យចេះហើយថាតើអ្វីដែលយើងចង់បាននៅក្នុងជីវិតបើអញ្ចឹងនៅក្នុងខ្សែវីដេអូនេះនៅក្នុង concept គេគឺគេចង់ជំរុញឲ្យបងប្អូនមានការតស៊ូជាជាងនៅក្នុងការរងចាំនរណាម្នាក់នៅក្នុងការផ្ដល់ឬក៏ឧបត្ថម្ភទៅដល់អ្នកសូមជម្រាបថាប៉ុណ្ណឹងហើយកុំទៅមើលងាយទៅលើអ្វីដែលជាកិច្ចការងារដែលយើងធ្វើទោះបីជាយើងស្ថិតនៅក្នុងជាបុគ្គលិកអនាម័យក៏ដោយជាអ្នកបើកឡានក៏ដោយក៏ជាដុកទ័រឬក៏ជានោះអីក៏ដោយក៏យើងធ្វើកិច្ចការងារហ្នឹងគឺដើម្បីចិញ្ចឹមជីវិតបាទយើងអត់ត្រូវខ្វល់ទេមានន័យថាយើងត្រូវតែរីករាយនៅអ្វីដែលយើងមានហើយព្យាយាមធ្វើនៅអ្វីដែលយើងអត់មានដើម្បីបំពេញនៅអ្វីដែលជាតម្រូវការរបស់យើងបាទអញ្ចឹងនៅក្នុង clear មួយនេះគឺខ្ញុំមានតែប៉ុណ្្នឹងទេហើយសង្ឃឹមថាបងប្អូនកុំផ្ដេកផ្ដួលទៅតាមអ្វីដែលអ្នកដទៃថាពីព្រោះថាជីវិតរបស់យើងគឺជាយើងជាអ្នក responsibility មានន័យថាយើងទទួលខុសត្រូវអញ្ចឹងហើយបាន clear នេះគឺខ្ញុំនៅតែត្រឡប់មកវិញគឺថា that small salary is better than waiting for someone to give you money proud of yourself ពីព្រោះថាគ្មាននរណាម្នាក់មួយនោះគឺគេចាំយកលុយមកឲ្យយើងទេពីព្រោះថាគេក៏មានទំនួលខុសត្រូវដូចយើងដែរណាបងប្អូនណា
បានចឹងនៅក្នុង clear ហ្នឹងគឺខ្ញុំគិតថាបងប្អូននឹងអាចយល់បានទៅលើអ្វីដែលខ្ញុំផ្ដោតហើយខ្ញុំគិតថាវាជា clear ដ៏សំខាន់នៅក្នុងវីដេអូមួយនេះហើយខ្ញុំគិតថាវាមានសារៈសំខាន់សម្រាប់បងប្អូននៅក្នុងការបដូរផ្លាស់គេថា change your thinking change your life អូខេហើយខ្ញុំសង្ឃឹមថាបងប្អូននឹងអាចយល់បានទៅលើអ្វីដែលខ្ញុំចង់និយាយហើយបងប្អូនអាចនឹងអនុវត្តនៅលើទ្រឹស្ដីទាំងនេះពីព្រោះថាអ្វីដែលខ្ញុំនិយាយវាគ្រាន់តែជាទ្រឹស្ដីប៉ុន្តែអ្វីដែលកើតជាផលគឺបងប្អូនអនុវត្តដោយជាក់ស្ដែងដោយខ្លួនឯងបាទអញ្ចឹងខ្ញុំចន្ទរាសូមជម្រាបលាជួបគ្នានឹងខ្សែវីដេអូថ្មីមួយទៀតនៅខាងក្រោយហើយបើសិនជាបងប្អូនគិតថាខ្សែវីដេអូមួយនេះវាមានការជំរុញនិងលើកទឹកចិត្តទៅដល់មនុស្សនៅជុំវិញបងប្អូនឬក៏មនុស្សជាទីស្រឡាញ់របស់បងប្អូនសូមធ្វើការ share នៅខ្សែវីដេអូមួយនេះពីព្រោះថាវីដេអូមួយនេះគឺខ្ញុំត្រូវបានធ្វើការបង្កើតឡើងនៅក្នុងការឆ្លៀតពេលមួយនៅក្នុងកំឡុងដែលខ្ញុំបំពេញការងារនៅឯកន្លែងការងារក៏ខ្ញុំឃើញអត្ថបទដ៏មានតម្លៃនេះក៏ខ្ញុំចាប់ដើមឆ្លៀតចាក់បន្ទប់សោទប់ដើម្បីធ្វើជាវីដេអូសម្រាប់ចែកជូនទៅដល់បងប្អូនបាទអញ្ចឹងជាចុងបញ្ចប់ក៏សូមជូនពរទៅដល់បងប្អូនជួបតែសេចក្តីសុខនិងសុភមង្គលគ្រប់ទេវីស្ត្រីកំបីអខានជាពិសេសជាមួយនឹងមនុស្សជាទីស្រឡាញ់ហើយនឹងកសាងនៅសមត្ថភាពដើម្បីធ្វើការរកស៊ីនិងចិញ្ចឹមជីវិតអញ្ចឹងនៅចុងបញ្ចប់ that small salary is better than waiting for someone to give you the money is proud of the Spanish គឺជាការជំរុញទឹកចិត្តឲ្យបងប្អូនមានការតស៊ូកុំបោះបង់ចោលនិងកុំតូចចិត្តទៅនឹងជីវិតពីព្រោះថាជីវិតយើងម្នាក់គ្មាននរណាទទួលខុសត្រូវសម្រាប់ខ្លួនឯងនោះទេហើយក៏គ្មាននរណាមួយសប្បាយជាងនរណាដែរអូខេអញ្ចឹងខ្ញុំមានតែប៉ុណ្ណឹងជួបគ្នាតែប៉ុណ្ណឹងហើយជួបគ្នានៅខ្សែវីដេអូក្រោយបាយ